បាទជំរាបសួរបងប្អូនអ្នកអរិយស័ព្ទទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់វត្តបារាជហើយនៅពីក្រោយក្នុងខ្ញុំបាននេះគេហៅថាគេដាក់សង្ក្រានវត្តបារាជបងប្អូនរដូវកាលចូលឆ្នាំយើងនៅសល់តែដូចជា10ថ្ងៃទៀតទេយើងមកដល់បន់ចូលឆ្នាំប្រពៃណីរបស់ខ្មែរយើងហើយខ្ញុំឃើញថាវត្តបារាជនេះនៅក្នុងទឹកដីអរិយស័ព្ទនេះគឺគាត់មានការរៀបចំឃើញថាស្អាតបងប្អូនអញ្ចឹងការរៀបចំនេះគឺទទួលសង្ក្រានឆ្នាំថ្មីរបស់ប្រពៃណីខ្មែររបស់យើងម្ដងអញ្ចឹងនៅខាងក្រៅយើងឃើញមានការរៀបចំប៉ុណ្នេះស្អាតប៉ុន្តែចង់ដឹងថាទៅខាងក្នុងនេះការរៀបចំរបស់វត្តបារាជនេះវាមានការរៀបចំស្អាតប៉ុណ្ណាអញ្ចឹងជឿនទស្សនាជាមួយខ្ញុំបាទដូចទៅវត្តបារាជនេះសូមស្វាគមន៍បងប្អូនកលេចមើលត្រង់ទៅគឺមានកន្លែងនេះហើយជាកន្លែងប្រពៃពិធីអឺប្រពៃពិធីចូលឆ្នាំរបស់ប្រពៃណីរបស់ខ្មែរយើងបងប្អូនអញ្ចឹងបងប្អូនឃើញហើយស្អាតតែមែនតើហើយសរសើរនៅបរិវេណនៅក្នុងវត្តបារាជនេះគឺស្អាតបងប្អូនអត់ដូចជាមិនមានឃើញសម្រាមអីទេស្អាតហើយនៅក្នុងនឹងទៀតសោតគឺមានសាលាបឋមសិក្សារហូតដល់2ខ្នងនៅក្នុងវត្តនឹងតែម្ដងហើយល្អមែនតើសាលាភ្ជាប់នឹងគេហៅថាអាណាចក្រនិងពុទ្ធចក្រគឺនៅក្បែរគ្នាការអប់រំក៏នៅជាមួយគ្នាតែម្ដងគាត់ថាមួយអប់រំបែបពុទ្ធចក្រមួយអប់រំបែបអាណាចក្រហើយកន្លែងពិធីបងប្អូនឃើញខាងលើមានបែបជាហៅថាមានទង់មានអីស្អាតមែនតើហើយអញ្ចឹងទៅបងប្អូនអ្នកអរិយស័ព្ទនេះត្រៀមហើយឬនៅសម្រាប់សង្ក្រាន្តឆ្នាំថ្មីនៅវត្តបារាជនេះអញ្ចឹងបាទអត់មានកម្រងតាណាទេអាចអញ្ជើញមកទស្សនាលេងនៅវត្តបារាជនេះបងប្អូនបាននៅគៀកនឹងបងប្អូននៅចិត្តអរិយស័ព្ទនេះតែម្ដងហើយបងប្អូននេះកន្លែងដែលប្រពៃពិធីនេះគឺឃើញមានតាំងជាបែបប្រពៃណីខ្មែររបស់យើងតែម្ដងសពសានមានកម្មាខ្មែរនេះជាកម្មាជាក្រមានេះគឺតំណាងឲ្យខ្មែរយើងហើយមានផ្កាយមានរត់មានអីច្រើនទេបងមានឈ្នៀងមានល្អីមានអីចឹងបងប្អូនកន្លែងនេះកន្លែងគឺជាកន្លែងថតរូបកំសាន្តលេងនៅក្នុងថ្ងៃចូលឆ្នាំតែម្ដងបងប្អូនវត្តបារាជនេះទៀតសោតគឺមានទីតាំងស្ថិតនៅក្រុងអរិយស័ព្ទនេះទេអញ្ចឹងបងប្អូនអ្នកទីក្រុងក៏អាចឆ្លងមកលេងបានអ្នកនៅតំបន់អរិយស័ព្ទនោះក៏អាចមកលេងបានទីតាំងស្អាតទីធ្លាក៏ស្អាតហើយក្នុងកម្មវិធីហ្នឹងគឺនៅសល់តែប្រហែលថ្ងៃទៀតទេនឹងដល់ថ្ងៃចូលឆ្នាំហើយបាទទស្សនវិជ្ជាទាំងមូលនៅក្នុងវត្តបារាជនេះបងប្អូនឃើញស្រាប់ហើយគឺស្អាតខ្ញុំសរសើរដោយសារការរៀបចំរបស់វត្តនេះគឺបានស្អាតបងប្អូនគឺពេលនេះក្រុមការងារខ្ញុំបានមកផ្ដិតទស្សនវិជ្ជានៅក្នុងវត្តបារាជនៅពេលនេះគឺឈានដល់ទីបញ្ចប់អញ្ចឹងបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយសូមបងប្អូនខន្តីអភ័យទោសផងហើយសម្រាប់វត្តបារាជនេះទៀតសោតគឺនៅក្នុងទឹកដីក្រុងអរិយស័ព្ទអញ្ចឹងបងប្អូនអ្នកក្រុងអរិយស័ព្ទនឹងអាចមកទស្សនាកំសាន្តលេងឬក៏មកលេងនៅក្នុងថ្ងៃចូលឆ្នាំតែម្ដងពេលនេះខ្ញុំសូមអរគុណសូមគោរពលា